តើបងប្អូនថាប៉ាវ2025 update đâyចូល setting ហើយចូល column ទី2នឹងមកកន្លែងអក្សរជួរទី2ហើយបើយើងចុចយើងចង់ edit វាយើងចុចកន្លែងរូបប៊ិចហើយបើសិនយើងចង់លុបយើងចុចអូសទៅឆ្វេងហើយបើសិនយើងចង់ add បន្ថែមយើងចុចឡើងលើកន្លែងសញ្ញាបូកឥឡូវខ្ញុំ add បន្ថែមណានៅពេលដែលយើង add បន្ថែមទីតាំងមួយទៀតនៅក្នុងហ្នឹងយើងបានទីតាំង2ឥឡូវយើងចុចទាំងកន្លែងខ្ញុំដើរនឹងទាំងអស់គ្នាដើម្បី select ឲ្យត្រូវតាមអ្វីដែលខ្ញុំប្រាប់ហើយយើងចុចយកខាងលើហ្នឹងវិញបាទហើយបន្ទាប់មកយើងចុចយកខាងក្រោមបន្ទាប់ខ្ញុំដើរឲ្យចំមួយបងប្អូនមើលហើយយឺតធ្វើយឺតទៅគឺត្រូវហើយមកមើលខាងក្រោមហើយយើង scroll វាឡើងលើបន្តិចមកយើងមើលវានៅខាងក្រោមអក្សរ G ខាងក្រោមអក្សរ G select វាហើយយើងវាលោតទៅបន្ទាប់យើងមើលវាអក្សរ B បងប្អូនអក្សរ B អញ្ចឹងយើងចុចចំអក្សរ B ហ្នឹងមកនេះយើងស្រួលចំណាំតមកយើងអូសឡើងលើទៀតយើងរកអក្សរ O បងប្អូន O ហ្នឹងនេះអញ្ចឹងចុចឲ្យចំហ្នឹងមកអញ្ចឹងវានឹងលោតចប់សពគ្រប់ចំពោះកន្លែងជួរទី1មកកាន់ជួរទី2វិញយើងចូលទៅ copy កន្លែងដែលខ្ញុំដាក់ចូល caption ឬដាក់អីហ្នឹងដាក់នៅតម្លាក់ឲ្យបងប្អូនអញ្ចឹងណានឹងអក្សរចិនកន្លែងយើង copy ហ្នឹងមកតែខ្ញុំដាក់នៅខាងក្រោមវីដេអូហើយយកមកសកត់តម្លាក់ចូលនៅក្នុង column ទី2ជួរទី2ហ្នឹងយើងសកត់តម្លាក់ទៅហើយ complete ជាមួយនឹងអក្សរ LD បន្ទាប់ពីអក្សរ CND ហើយដាក់ឈ្មោះបងប្អូនមកជាភាសាអង់គ្លេសមកខ្ញុំឈ្មោះលីដែនខ្ញុំដាក់ឈ្មោះខ្ញុំមកហើយលេខទូរស័ព្ទខ្ញុំមួយខ្សែលេខទូរស័ព្ទបងប្អូនហ្នឹងមិនមែនលេខទូរស័ព្ទខ្ញុំទេណាអញ្ចឹងបញ្ជាក់ឡើងហ្នឹងឈ្មោះបងប្អូនលេខទូរស័ព្ទបងប្អូន CND LD ឈ្មោះបងប្អូនហ្នឹងហើយឈ្មោះហើយលេខទូរស័ព្ទរបស់បងប្អូនមិនមែនរបស់ខ្ញុំទេណាកុំច្រឡំបន្ទាប់មកទៀតចំណុចបន្ទាប់គឺបងប្អូនត្រូវទៅ copy កន្លែងខ្ញុំប្រាប់មិញហ្នឹងចង់តឡានហើយយកមកសកត់តម្លាក់ចូលកន្លែងចំណុចបន្ទាប់ហើយកន្លែងលេខទូរស័ព្ទមានហើយយើង copy កន្លែងលេខហ្នឹងមកឬក៏វាយបញ្ចូលក៏បានដែរព្រោះលេខទូរស័ព្ទយើងស្រួលវាយទេហើយកុំភ្លេចសញ្ញាបូក86ខាងមុខអាហ្នឹងគឺតំណាងឲ្យបុកចិនហើយយើងដាក់រួចយើងហ្នឹងហើយ select កន្លែងខ្ញុំប្រាប់ហើយយើងចុច save ទៅចប់រឿងហើយនេះយើងបានអ្វីដែលយើងធ្វើហើយចង់លុបអូសចឹងមកលុបតែខ្ញុំទៅលុបឲ្យលើវិញអូខេអញ្ចឹងវីដេអូនេះចប់ហើយមានអ្វីឆ្ងល់អាចសួរបន្ថែមបានហើយនេះយើងបានទីតាំងមួយហើយយើងអាចទិញនៅក្នុងតាប៉ាបានអរគុណ